ថ្ងៃនេះចុងសប្តាហ៍នៅផ្ទះជុំគ្នាជាមួយនឹងបងអូនប្រុសរដងឲ្យតែថ្ងៃចុងសប្តាហ៍ដឹងតែឡើងទៅផ្សារទិញអីវ៉ាន់សំពីងសំពងជាពិសេសត្រីសាច់ក៏ដូចជាបន្លែដែលយើងអត់មាននៅផ្ទះចំណែកឯថ្ងៃនេះអត់ឡើងទៅផ្សារទេបងប្អូនអើយទើបតែលើកទី1ជំនុំគ្នាជាមួយនឹងបងអូនប្រុសថាត្រូវធ្វើម្ហូបអីញ៉ាំក៏នឹកឃើញសម្លកកោដើមចេកចង់ញ៉ាំទាំងអស់គ្នាក៏ទៅកាត់ដើមចេកខាងក្រោយផ្ទះខ្ចីៗហ្នឹងបងប្អូនកូនចេកយើងទុយហ្នឹងដើម្បីធ្វើជាបន្លែស្លតែម្ដងហើយរាល់ដងឲ្យតែស្លកកោដើមចេកជាមួយអ្នកម្ដាយស្លអត់ដែរប្រើបន្លែអីផ្សេងក្រៅពីដើមចេកមួយមុខទេចំណែកឯថ្ងៃនេះវិញគឺយើងលាយជាមួយនឹងត្រាប់ញងក៏ដូចជាបន្លែជាច្រើនមុខទៀតដោយសារតែនៅផ្ទះខែនេះបងប្អូនអើយបន្លែបៃតងជាវាថាមិនខ្វះទេចង់ស្លអីក៏បានដែរប៉ុន្តែក៏មិនច្រើនដែរបងប្អូនមួយមុខបន្តិចអញ្ចឹងគឺយើងអាចស្លវិលជុំប្រចាំថ្ងៃបេះត្រាប់ញងបានខ្លះហើយកន្លែងទៅឃើញផ្កាឡៃហៀងនឹងផ្កាល្អពេកក៏បេះផ្កាឡៃហៀងមួយចំនួនហើយមកឃើញជាមួយនឹងស្លឹកបាសនិងលបងនេះបងប្អូនក៏ខ្ចីដែរក៏បេះពី3ដៃទៀតដើម្បីដាក់ក្នុងសម្លកកោដើមចេករបស់យើងតែម្ដងនិយាយថាសិតតែបន្លែធម្មជាតិអញ្ចឹងបងប្អូនហើយដឹងតែឆ្ងាញ់ហើយឡើងផ្អែមតែម្ដងហើយចំពោះដើមចេករបស់យើងនៅពេលដែលយើងហាន់គឺយើងដាក់ក្រូចឆ្មាបងប្អូនលាយជាមួយទឹកដើម្បីឲ្យសល្អយើងយកតែបណ្ដោដែលខ្ចីហាន់ឲ្យរាងស្ដើងបន្តិចទើបស្លទៅឆ្ងាញ់ឥឡូវចាប់ផ្ដើមស្លទាំងអស់គ្នាចំពោះសម្លកកោអ្នកខាត់ស្វាយរៀងដោយនាងខ្ញុំបានបង្ហាញបងប្អូនជាញ៉ៃដងអញ្ចឹងរបៀបស្លគឺដដែលទេបងប្អូនប៉ុន្តែថ្ងៃនេះគឺនាងខ្ញុំមកប្រើសាច់រៀងតិចបន្តិចដោយសារតែចង់ញ៉ាំរបៀបបន្លែបានច្រើនអញ្ចឹងបងប្អូនហើយរំលែងសាច់ជ្រូករបស់យើងមកបងប្អូនថ្ងៃនេះនាងខ្ញុំមកស្លលាយត្រីផងដែររំលែងសាច់ជ្រូករបស់យើងជាមួយនឹងខ្ទឹមរបស់យើងឈ្ងុយហើយដាក់ប្រហុកចូលហើយដាក់ត្រីរបស់យើងចូលដាក់ដើមចេករបស់យើងចូលតែម្ដងរួចហើយច្បល់ដើមចេករបស់យើងជាមួយនឹងសាច់ក៏ដូចជាគ្រឿងក្រៅឲ្យសព្វចូលគ្នាហើយបន្ថែមជាមួយនឹងអង្ករលីងដាក់ទឹកចូលគឺជាការស្រេចឬក៏បងប្អូនបន្ថែមទឹកជាមួយនឹងសាច់ដែលយើងបានរំលែងឆ្អិនហើយទុកឲ្យដាំពុះហើយដាក់អង្ករលីងឬក៏ដាក់ដើមចេកឬក៏បន្លែតាមក្រោយក៏តាមចំណង់ចំណូលចិត្តក៏បានដែររសជាតិវិញគឺឆ្ងាញ់ដូចគ្នាចំពោះបងប្អូនដែលជានារីគ្នាយើងទាំងអស់គ្នាកុំភ្លេចប្រើជាប្រចាំជាមួយនឹងហ្វូមអនាម័យក៏ដូចជាស្ប្រេអនាម័យនារីអនប្រើប្រចាំថ្ងៃជាមួយនឹងហ្វូមអនាម័យក៏ដូចជាស្ប្រេអនាម័យនារីអនជួយថែរក្សាស្បែកនៅតំបន់ពិសេសឲ្យទន់រលោងនិងមានសំណើមកាត់បន្ថយការរលាកនិងស្បែកស្ងួតបំបត្តិក្លិនមិនល្អនិងផ្ដល់ក្លិនស្រទន់ជំនួសវិញជួយបង្ការការពារពីមេរោគផ្សេងបំបត្តិកន្ទួលរមាស់នៅតំបន់ពិសេសនិងជួយថែរក្សាតុល្យភាពធម្មជាតិនៃស្បែកផ្ដល់អារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃចំពោះហ្វូមអនាម័យអនគ្រាន់តែច្របាច់ក្នុងបរិមាណសមល្មមម៉ាសាថ្នមនៅតំបន់ពិសេសលាងជាមួយទឹកស្អាតគឺជាការស្រេចចំណែកស្ប្រេអនាម័យនារីអនវិញគ្រាន់តែសម្អាតតំបន់ពិសេសឲ្យស្ងួតដាក់ពីវិឆេតទៅគឺក្រអូប24ម៉ោងការពារពីមេរោគផ្សេងនៅពេលដែលមានភ្ញៀវមកលេងប្រចាំខែកុំភ្លេចប្រើជាប្រចាំជាមួយនឹងសម្លេងអនាម័យសោភីនារីដែលជាប្រេនរបស់កូនខ្មែរយើងពិតតែម្ដងហើយទាំង3មុខនេះគឺជាផលិតផលរបស់ក្រុមហ៊ុនចែសោភីផ្សារធម្មជាតិ24ដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសរស្ថាននានាកន្លែងលក់គ្រឿងក្រអូបម៉ាតផ្សារទំនើប25ខេត្តក្រុងឬតំណតាមផេកផ្សារធម្មជាតិ24សម្លកកោដើមចេកថ្ងៃនេះស្លប្រាយឆ្នាំងចាវទៀតបងប្អូនដោយសារតែធ្លាប់ស្លអញ្ចឹងគឺឆាប់ឆ្អិនបានញ៉ាំជាពិសេសនៅពេលដែលរវល់ជាមួយនឹងការងារច្រើនមុខតែងតែស្លបែបនេះឯងហើយបន្ទាប់ពីពុះហើយឥឡូវយើងបន្ថែមជាមួយនឹងបន្លែបៃតងរបស់យើងចូលមកមានផ្កាឡៃហៀងត្រាប់ញងក៏ដូចជាស្លឹកបាសរបស់យើងបងប្អូនហើយសិតតែបន្លែធម្មជាតិកន្លងជុំវិញផ្ទះនឹងឯងនិយាយពីថាជាតិមែនតើបងប្អូនយូរស្លញ៉ាំម្ដងអញ្ចឹងណាមានបន្លែធម្មជាតិជាច្រើនមុខដាំតែខ្លួនឯងកន្លងជុំវិញផ្ទះអញ្ចឹងគឺងាយស្រួលមួយយ៉ាងដែរនឹកឃើញចង់ញ៉ាំសម្លអីគឺយើងដើរបេះបោយកមកធ្វើតែមួយផ្លែតបានញ៉ាំជុំគ្រួសារហើយ